mình men thoai cung chương mai tích rất là chốt chơi con trong nhau lại mà thoai cung này bởi ấy trong son côn ở phúc mà đai cho anh chỉnh trong côn anh ở đội dương chỉnh trong anh nụ chỉ cả son côn ở phúc mà đai thôi mình men vào thoai cung mà vô trường mà lược mà đã xây sẽ nó đó pê là mồm cài hơi bàn phải giáo chừng Sôm Namaskar Long Cha Krop Ong Chum Điệp Xua Bong Ôn Prosray Chiti Karum ngày nayខ្ញុំចង់លើកឡើងអំពីការគោរពគុណមេដាបៃតានិងការសងគុណមេដាបៃតាទាំងពីរនេះមានអត្ថន័យផ្សេងពីគ្នាមួយគឺការគោរពគុណហើយមួយទៀតគឺការសងគុណនឹងជាធម្មតាពាក្យថាសងគុណនឹងមិនងាយនឹងបុគ្គលណាអាចសងគុណឪពុកម្ដាយនោះរួចទេព្រោះគុណរបស់ឪពុកម្ដាយដែលមានចំពោះកូនប្រុសស្រីនោះវាមានទម្ងន់ធ្ងន់ច្រើនប្រសើរហើយយើងអត់អាចទៅសងគុណបានដោយការមិនយល់ដឹងទៅអាចទៅសងគុណគាត់បានទេប៉ុន្តែខ្ញុំនិយាយជាទូទៅចង់លើកអំពីការគោរពគុណនេះមកលើកឲ្យបងប្អូនដឹងពីការគោរពគុណទៅវិញចំពោះការគោរពគុណឪពុកម្ដាយនេះយើងគួរតែធ្វើទោះបីថាការគោរពគុណរបស់យើងនឹងយើងអត់បានដឹងពីមុនក៏ដោយនៅក្នុងវីដេអូរបស់ខ្ញុំនឹងចង់ជម្រាបឲ្យបងប្អូនបានជ្រាបថាការគោរពគុណតើយើងគួរធ្វើបែបណាការគោរពគុណនេះឯងគឺការដែលឪពុកម្ដាយដឹកនាំបានហើយយើងធ្វើតាមឪពុកម្ដាយក៏ឈ្មោះថាការគោរពគុណដែរមិនមែនឈ្មោះថាការសងគុណទេប៉ុន្តែនៅក្នុងការដឹកនាំនោះទៀតសោតក៏យើងត្រូវដឹងដែរបើសិនជាឪពុកម្ដាយយើងជាមនុស្សល្អគឺយើងធ្វើទៅតាមឪពុកម្ដាយយើងប៉ុន្តែបើសិនជាឪពុកម្ដាយយើងគាត់ជាមនុស្សអាក្រក់យើងក៏អាចជួយតម្រង់ឬមួយក៏យើងមិនធ្វើតាមនោះក៏មិនឈ្មោះថាការដែលប្រទុះគុណគាត់ដែរនៅតែឈ្មោះថាគោរពគុណគ្រាន់តែអំពើអាក្រក់យើងមិនធ្វើតាមគាត់ប៉ុន្តែអ្វីយើងនឹងធ្វើទៅតាមគាត់ដែលជាអំពើល្អអញ្ចឹងនឹងឈ្មោះថាការគោរពគុណហើយរឿងមួយទៀតជារឿងដែលងាយស្រួលធ្វើបំផុតហើយកូនចៅប្រុសស្រីហ្នឹងគួរតែធ្វើនោះគឺការថ្វាយបង្គំឪពុកម្ដាយជាប្រចាំជាប្រក្រតីនៅក្នុងវប្បធម៌ការថ្វាយបង្គំឪពុកម្ដាយនៅក្នុងប្រទេសរបស់យើងហ្នឹងប្រហែលជាមិនសូវមានច្រើនទេអ្នកខ្លះគិតថាវាអត់បានប្រយោជន៍អីអ្នកខ្លះគិតថាអៀនអ្នកខ្លះគិតថាខ្មាស់អីចឹងទៅប៉ុន្តែវប្បធម៌នៃការថ្វាយបង្គំឪពុកម្ដាយនេះគឺបញ្ជាក់ថាកូននឹងឯងគោរពគុណមិនមែនការសងគុណទេគោរពគុណហើយការដែលគោរពគុណនឹងត្រឹមតែលើកដៃសំពះមិនបានទេថាត្រឹមតែលើកដៃសំពះហ្នឹងក៏បានដែរក៏ប៉ុន្តែការលើកដៃសំពះហ្នឹងយើងក៏អាចសំពះអ្នកដទៃជាធម្មតាអញ្ចឹងដែរការគោរពគ្នាទៅវិញទៅមកអញ្ចឹងការគោរពគុណរបស់ឪពុកម្ដាយយើងវាអត់ស័ក្តិសមត្រឹមតែការលើកដៃសំពះទៅវិញទៅមកដោយអ្នកដទៃទេអញ្ចឹងគួរតែកូនធ្វើការគោរពដោយការថ្វាយបង្គំលុតជង្គង់ថ្វាយបង្គំដល់បាតជើងរបស់គាត់ហើយរលឹកគុណមិនមែនការថ្វាយបង្គំនឹងតាមគ្នាឬគេនិយាយអីទេគឺយើងត្រូវរលឹកថាឪពុកម្ដាយនេះឯងលះបង់គ្រប់បែបយ៉ាងដើម្បីកូនឲ្យកូនបានមកប៉ុណ្ណេះមានអាយុដល់រហូតដល់ពេញវ័យហ្នឹងគឺគាត់លះបង់ច្រើនណាស់ការលះបង់របស់គាត់នឹងមានរហូតដល់លះបង់នៅក្នុងជីវិតទៀតក៏មានដែរនំចំណីរបស់ឆ្ងាញ់ពេលកូននៅតូចឪពុកម្ដាយភាកច្រើនណាស់កម្រហ៊ានលេបរបស់ដែលឆ្ងាញ់ហ្នឹងបំបត្តិកូនណាស់អញ្ចឹងសេចក្តីល្អរបស់ឪពុកម្ដាយនេះឯងអញ្ចឹងត្រឹមតែការលើកដៃថ្វាយបង្គំនោះវាអត់ស័ក្តិសមអញ្ចឹងហើយយើងគួរតែអោនលំទោនក្នុងការថ្វាយបង្គំហ្នឹងរហូតដល់យើងលុតជង្គង់ថ្វាយបង្គំដល់បាតជើងគាត់ហ្នឹងដើម្បីឲ្យស័ក្តិសមនៅក្នុងគុណមិនមែនដើម្បីអ្វីថាឲ្យស័ក្តិសមនៅក្នុងគុណថាឪពុកម្ដាយនេះបានធ្វើគុណមកលើកូនប្រុសស្រីហ្នឹងច្រើនណាស់អញ្ចឹងវប្បធម៌នៃការថ្វាយបង្គំឪពុកម្ដាយហ្នឹងយើងគួរអភិរក្សឡើងវិញយើងគួរតែធ្វើដើម្បីឲ្យកូនប្រុសស្រីនឹងឯងមានឱកាសទោះបីជាពួកគាត់នៅក្មេងៗគាត់អត់មានឱកាសដើម្បីធ្វើទានក៏អត់មានឱកាសដើម្បីរក្សាសិលទេព្រោះនៅបដិបត្តិស្រុកខ្មែរយើងនេះតែងគិតថារក្សាសិលតើមានវ័យចាស់ឲ្យទានអីហ្នឹងសម្រាប់ទៅវ័យចាស់អញ្ចឹងវ័យក្មេងៗក៏អត់មានឱកាសធ្វើបុណ្យច្រើនដែរ
ប៉ុន្តែគាត់មានឱកាសនៅពេលណាដែលគាត់យល់អំពីគុណរបស់ឪពុកម្ដាយគឺគាត់មានការលុតជង្គង់ថ្វាយបង្គំឪពុកម្ដាយជាប្រចាំហ្នឹងគឺជាបុណ្យកុសលមួយដ៏ក្រៃលែងបុគ្គលណាដែលរលឹកគុណនៅដែលអ្នកធ្វើគុណមកលើយើងហើយរលឹកគុណតបយ៉ាងនេះគឺមហាកុសលនោះបានច្រើនមែនទែនអញ្ចឹងកូនប្រុសស្រីទាំងអស់គ្នាហ្នឹងមិនមានឱកាសធ្វើទានមិនមានឱកាសរក្សាសិលក៏ប៉ុន្តែមានឱកាសធ្វើបុណ្យនៅផ្ទះជាប្រចាំរៀងរាល់ថ្ងៃនោះគឺការថ្វាយបង្គំឪពុកម្ដាយនោះឯងអញ្ចឹងវប្បធម៌ថ្វាយបង្គំឪពុកម្ដាយនេះជាវប្បធម៌ដ៏ល្អប្រពៃជាវប្បធម៌ដែលយើងគួរតែធ្វើមិនមែនគួរបំបត្តិទេអញ្ចឹងអានឹងនៅក្នុងចំណែកការរលឹកគុណហើយខ្ញុំលើកអំពីការសងគុណមកមួយទៀតពាក្យថាសងគុណនេះបុគ្គលដែលជាកូនប្រុសស្រីធម្មតាមិនបានយល់ច្បាស់អំពីពាក្យទូនមានរបស់ព្រះសម្មាសម្ពុទ្ធលំបាកក្នុងការសងគុណណាស់អ្នកខ្លះគាត់គិតបានត្រឹមថាឲ្យឪពុកម្ដាយមានលុយមានឡានជូនឪពុកម្ដាយដើរលេងគ្រប់ទីកន្លែងដែលគាត់ចង់ហើយឪពុកម្ដាយចង់បានអីបាននោះនឹងឈ្មោះថាតបស្នងសងគុណឪពុកម្ដាយគាត់លើកឡើងបែបនេះវាមិនខុសក៏ប៉ុន្តែវាអត់ត្រូវវាអត់ទាន់ត្រឹមត្រូវទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអញ្ចឹងកូនប្រុសស្រីចង់សងគុណឪពុកម្ដាយមិនមែនជារឿងងាយស្រួលត្រឹមតែលុយត្រឹមតែឡានត្រឹមតែទីកន្លែងដែលគាត់ចង់ទៅហើយយើងនាំឲ្យទៅបានឈ្មោះថាសងគុណទេនោះគឺមិនទាន់ឈ្មោះពេញលេញទេគ្រាន់តែជាឈ្មោះនៃការអមពាក្យថាសងគុណអញ្ចឹងពាក្យថាសងគុណនៅទីនេះគឺកូនប្រុសស្រីនឹងឯងត្រូវមើលថាឪពុកម្ដាយញ៉ាំស្រាដឹកនាំឲ្យឪពុកម្ដាយចេះលះបង់ស្រាឪពុកម្ដាយមិនទាន់ចេះឲ្យទានដឹកនាំឪពុកម្ដាយឲ្យចេះឲ្យទានឪពុកម្ដាយមិនទាន់មានសិលដឹកនាំឲ្យឪពុកម្ដាយមានសិលឪពុកម្ដាយយល់ខុសមានទិដ្ឋិខុសដឹកនាំឲ្យឪពុកម្ដាយមានទិដ្ឋិត្រូវទាំងអស់ដែលខ្ញុំរៀបរាប់នេះទើបឈ្មោះថាសងគុណដ៏ពិតប្រាកដហើយហេតុអីអត្តន័យអីដែលថាពាក្យដែលខ្ញុំរៀបរាប់នេះឈ្មោះថាសងគុណព្រោះយើងដឹងហើយថាឪពុកម្ដាយជាអ្នកបង្កើតយើងមកអញ្ចឹងពាក្យថាសងគុណក៏ត្រូវតែបង្កើតវិញមែនទេប៉ុន្តែជាធម្មតាឲ្យកូនទៅបង្កើតឪពុកម្ដាយមិនបានមែនទេអញ្ចឹងកាលណាឪពុកម្ដាយញ៉ាំស្រាអញ្ចឹងកតិរបស់គាត់វានឹងធ្លាក់ទៅអបាយភូមិនៅថ្ងៃនៅជាតិខាងមុខឃើញទេកតិរបស់គាត់ឪពុកម្ដាយមិនមានសិលកតិរបស់គាត់នឹងធ្លាក់ទៅអបាយភូមិឪពុកម្ដាយមិនចេះឲ្យទានកតិរបស់គាត់ក៏នឹងធ្លាក់ទៅអបាយភូមិឪពុកម្ដាយមានទិដ្ឋិខុសកតិរបស់គាត់នឹងធ្លាក់ទៅអបាយភូមិនេះព្រោះយើងមិនមែនមានត្រឹមតែមួយជាតិហ្នឹងទេវាមានជាតិរហូតតទៅឲ្យតែយើងនៅមានអកុសលនិងកុសលឲ្យតែយើងនៅតែធ្វើអកុសលនិងកុសលយើងត្រូវតែមានជាតិកំណត់តរៀងរហូតអញ្ចឹងកាលណាយើងហាមឃាត់អ្វីដែលខ្ញុំលើកឡើងនេះម្ដាយឪពុកញ៉ាំស្រាយើងហាមឃាត់កុំឲ្យញ៉ាំស្រាម្ដាយឪពុកលេងល្បែងយើងហាមឃាត់គាត់មិនឲ្យលេងល្បែងឪពុកម្ដាយមិនតន់ចេះឲ្យទានយើងដឹកនាំឲ្យគាត់ចេះឲ្យទានឪពុកម្ដាយមិនតន់មានសិលយើងចេះដឹកនាំឲ្យគាត់មានសិលឪពុកម្ដាយមានមិច្ឆាទិដ្ឋិមានន័យថាជឿរឿងមង្គលភ្ញាក់ផ្អើលដឹកនាំឲ្យគាត់ជឿនៅក្នុងសេចក្តីពិតឲ្យជឿនៅក្នុងធម្មជាតិអត់ជឿនៅក្នុងរបស់ខាងក្រៅអាការដឹកនាំបានរបៀបនេះទើបឈ្មោះថាសងគុណដ៏ពិតប្រាកដព្រោះអីព្រោះអ្វីដែលខ្ញុំរៀបរាប់មកហ្នឹងធ្វើឲ្យគាត់នឹងបិទអបាយភូមិមានន័យថាមិនធ្លាក់ទៅកាន់អបាយភូមិអញ្ចឹងកំណើតរបស់គាត់តរៀងទៅនៅពេលដែលគាត់បានធ្វើបដិបត្តិទៅតាមអ្វីដែលខ្ញុំនិយាយណាអញ្ចឹងធ្វើឲ្យគាត់អនាគតជាតិគាត់អាចកើតជាមនុស្សឬទេវតានឹងឈ្មោះថាយើងជាអ្នកផ្ដល់កំណើតដែរឈ្មោះថាយើងជាអ្នកផ្ដល់កំណើតព្រោះយើងជាអ្នកអូសទាញឲ្យគាត់យល់ត្រូវនឹងឯងអញ្ចឹងប៉ុណ្ណឹងទើបឈ្មោះថាសងគុណឪពុកម្ដាយមិនមែនការថ្វាយបង្គំមិនមែនការឲ្យលុយឲ្យឡានមិនមែនការដឹកនាំជូនគាត់ដើរលេងគ្រប់ទីកន្លែងឈ្មោះថាការសងគុណទេនឹងគ្រាន់តែជាការតបគុណឬគោរពគុណតែប៉ុណ្ណោះអញ្ចឹងសេចក្តីនៃការសងគុណនេះដូចខ្ញុំរៀបរាប់មិញអញ្ចឹងយើងចង់សងគុណឪពុកម្ដាយលុះត្រាតែដឹកនាំឪពុកម្ដាយឲ្យមានធម៌ឲ្យមានសិលឲ្យចេះជឿនៅក្នុងសច្ចធម៌មានន័យថាឲ្យចេះជឿនៅក្នុងរឿងសេចក្តីពិតរបស់ធម្មជាតិឲ្យជឿលើកម្មផលហ្នឹងហើយដឹកនាំឲ្យឪពុកម្ដាយជឿលើកម្មផលបើសិនជាគាត់ជឿលើមង្គលភ្ញាក់ផ្អើលយើងអូសទាញគាត់ឲ្យមកជឿលើកម្មផល
ព្រោះភាកច្រើនយើងមើលទៅឪពុកម្ដាយខ្លះគាត់ជឿទៅលើមង្គលភ្ញាក់ផ្អើលអញ្ចឹងកូនខ្លះគាត់យល់គាត់រៀនបានច្រើនអញ្ចឹងគាត់ដឹងហើយគាត់អូសទាញឪពុកម្ដាយហ្នឹងឲ្យមកជឿលើកម្មផលវាអត់មានអ្នកណាអាចជួយយើងបានវាអត់មានវត្ថុស័ក្តិសិទ្ធិណាអាចជួយយើងបានទេក្រៅពីកម្មនិងផលអញ្ចឹងអ្វីប្រព្រឹត្តទៅតាមកម្មផលនេះឯងកាលណាយើងដឹកនាំឲ្យគាត់ត្រង់នៅទិដ្ឋិជាធម្មតាទិដ្ឋិទាំងគេទាំងយើងនឹងតែងតែវិជ្ជនឹងឯងតែកើតមកហ្នឹងយើងត្រូវការអ្វីមួយដើម្បីជួយត្រូវការអីហ្នឹងពេលណាដែលយើងមិនទាន់មានទិដ្ឋិត្រង់អញ្ចឹងហើយយើងដឹកនាំឲ្យឪពុកម្ដាយត្រង់នៅទិដ្ឋិនេះឯងឈ្មោះថាឲ្យកំណើតទៅបរៈលោកអញ្ចឹងឈ្មោះថាសងគុណអញ្ចឹងអត្តន័យនៃការគោរពគុណនិងអត្តន័យក្នុងការសងគុណមានប្រមាណប៉ុណ្ណឹងឯងអញ្ចឹងគោរពគុណកូនគួរតែថ្វាយបង្គំឪពុកម្ដាយជាប្រចាំឬមិនបានជាប្រចាំបានញឹកញាប់អញ្ចឹងមិនមែនត្រឹមតែលើកដៃសំពះទេព្រោះការលើកដៃសំពះនេះយើងសំពះជនទូទៅណាក៏អាចលើកដៃសំពះបានដែរប៉ុន្តែការគោរពគុណនោះឯងយើងគួរតែអោនក្បាលឲ្យដល់ផែនដីដើម្បីថ្វាយបង្គំហើយបង្អោនចិត្តថានេះជាអ្នកមានគុណរបស់ខ្ញុំនេះជាអ្នកផ្ដល់កំណើតរបស់ខ្ញុំនេះជាអ្នកធ្វើឧបការៈគុណដែលអ្នកណាមិនអាចធ្វើបានអ្នកអាការរលឹកឃើញអញ្ចឹងអកុសលក្នុងចិត្តដែលយើងជ្រះថ្លានឹងឯងឈ្មោះថាបុណ្យអញ្ចឹងហើយកូនប្រុសស្រីហ្នឹងមិនទាន់មានឱកាសបានធ្វើបុណ្យណាសូម្បីតែធ្វើបុណ្យជាមួយឪពុកម្ដាយហ្នឹងក៏បុណ្យប្រមាណមិនបានដែរព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាឪពុកម្ដាយជាព្រះអរហន្តរបស់កូនប្រុសស្រីអញ្ចឹងកូនប្រុសស្រីណាគោរពនៅគុណឪពុកម្ដាយកូនប្រុសស្រីនោះឯងគឺបានបុណ្យប្រមាណមិនបានអញ្ចឹងយើងមិនទាន់មានឱកាសបានធ្វើបុណ្យច្រើនគួរតែធ្វើបុណ្យជាមួយនឹងព្រះនៅក្នុងផ្ទះរបស់យើងហើយវីដេអូខ្ញុំមានប្រមាណប៉ុណ្ណឹងចង់ឲ្យបងប្អូនទាំងអស់គ្នាហ្នឹងគឺឲ្យបងប្អូនទាំងអស់គ្នាហ្នឹងចេះស្គាល់ថាអ្វីជាការគោរពគុណអ្វីជាការសងគុណចាវីដេអូរបស់ខ្ញុំមានប្រមាណប៉ុណ្ណឹងក៏សូមអរគុណសូមនមស្ការលាហ្នឹងជម្រាបលា